ជារៀបសួរខ្ញុំឈ្មោះភួងជាអាជីវករក្នុងផ្សារផលិតផលកម្ពុជាចំនួនទី3ក្នុងហាងរបស់ខ្ញុំមានលក់មានលក់គ្រឿងអលង្ការដែលធ្វើពីគ្រាប់ឈើដីឥដ្ឋហើយនិងថ្មរបស់ផ្ទាល់យើងធ្វើនៅក្នុងស្រុកយើងអត់មាននាំចូលពីក្រៅប្រទេសទេគ្រឿងអលង្ការទាំងអស់នេះផលិតពីធម្មជាតិនៅក្នុងស្រុកយើងហើយបងប្អូនអាចទិញជាវត្ថុអនុស្សាវរីយ៍សម្រាប់មិត្តភ័ក្តិបងប្អូនឬសម្រាប់ខ្លួនឯងក៏បានការជួយគាំទ្រផលិតផលក្នុងស្រុកយើងជួយដល់អាជីវករឬបងប្អូននៅក្នុងសហគមន៍គាត់មានការងារធ្វើគាត់រកចំណូលបានអីចឹងហើយគ្រឿងអលង្ការដែលយើងធ្វើនៅក្នុងហាងនេះមិនមែនមានតែគ្រាប់ឈើទេមានធ្វើពីដីឥដ្ឋថ្មហើយនិងឈើផងដែរចាហើយគ្រាប់ឈើដែលយើងយកមកធ្វើជាគ្រឿងអលង្ការមាន7មុខមានដូចជាគ្រាប់ស្គួយគ្រាប់តិចដំរីគ្រាប់ច័ន្ទគិរីគ្រាប់អំពិលគ្រាប់បេងគ្រាប់ឈូកហើយនិងគ្រាប់ពពាយនេះជាខ្សែដៃធ្វើពីដីឥដ្ឋយើងមានជាខ្សែដៃយើងមានជាខ្សែកហើយមានជាកូនសត្វនេះបងជាដៃធ្វើពីថ្មហើយនេះជាពណ៌ធម្មជាតិរបស់ថ្មហើយគេថ្មជាប្រភេទបែបនេះនេះជាពណ៌ធម្មជាតិរបស់ថ្មដែរមានជាពុទ្ធបដិមាដែលធ្វើអំពីឈើបិទដោយគ្រាប់ឈើនេះហើយនឹងរបស់សម្រាប់តាំងធ្វើពីឈើហើយនឹងគ្រាប់ឈើដូចគ្នាលាយបងប្អូនដែលជួយគ្រប់គ្រងហើយនឹងមកជាវនៅផលិតផលរបស់យើងមានជាក្តារព័ត៌មានសម្រាប់ជូនភ្ញៀវពីការថែទាំគ្រាប់ឈើនិងពីការសម្អាតវាចា៎សូមបងប្អូនជួយគ្រប់គ្រងផលិតផលក្នុងស្រុករបស់យើងផងហើយផ្សាររបស់ខ្ញុំនៅក្នុងផ្សារផលិតផលកម្ពុជាទី3នៅតប់នៅខាងមុខគេអរគុណ